ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពរាប់អានថ្ងៃនេះខ្ញុំមានរឿងមួយរឿងពិតរបស់លោកគ្រូម្នាក់គាត់ជាគ្រូបង្រៀនខាងនៅក្រឹតការអូបៃក្អមបាទជំនាន់ឆ្នាំពេលនោះគាត់មកជួបខ្ញុំគាត់ចង់ដាក់ថ្មិញហើយខ្ញុំពិនិត្យទៅក្នុងមាត់គាត់នោះមានថ្មិញនៅសល់តែប្រហែលជា2 3បាទហើយថ្មិញ2 3នោះមានអង្គើទៀតគឺទាំងអស់ហើយគាត់មានបញ្ហាហ្នឹងគឺគាត់ទី1គាត់ហូបអត់កើតសាបាយអត់កើតគឺគាត់ខាំទៅអាថ្មិញនៅសល់2 3ហ្នឹងវាបុកចាញ់ឡើងមុតក្បៅចាញ់គាត់ហើយគាត់ចេះប្រឹងកាពីញុំសាបបោខ្លះអីខ្លះហត់ទៅទឹកហូបអត់បានស្គមគាត់នឹងបញ្ហាទី1បញ្ហាទី2គឺគាត់ការនិយាយស្ដីគាត់ជាគ្រូបង្រៀនហើយគាត់គ្រូបង្រៀនភាសាបារាំងទៀតអញ្ចឹងអាការបញ្ចេញសម្លេងរបស់គាត់បំណងសេហ្នឹងអត់ច្បាស់ដោយអាពាក្យដូចថា F ក៏អត់មានថ្មិញហ្នឹងខ្ញុំមានចេញ F អីចេញទៅស្អីផ្សេងខ្ញុំចេញទៅខ្យល់បាទអត់មានថ្មិញទុកបាទហើយដល់អញ្ចឹងគ្រូសិស្សគេត្អូញត្អែរថាគ្រូមកគ្រូម្ដងភាសាបារាំងខ្ញុំស្ដាប់អត់បានបើលោកគ្រូអត់មានថ្មិញ